តោះថ្ងៃនេះខ្ញុំនឹងនាំអ្នកគ្នាទៅជីកូយុនដើរឡើងភ្នំដើរកាត់ផុកតិចៗដើម្បីទៅលេងទឹកធ្លាក់ដ៏ស្អាតមួយកន្លែងដែលទឹកធ្លាក់នោះស្ថិតនៅក្នុងស្រុកថ្មបាំងខេត្តកោះកុងហើយទឹកធ្លាក់នោះមានឈ្មោះថាទឹកធ្លាក់7ជាន់ឬក៏ទឹកធ្លាក់អូកៃនេះយើងនឹងធ្វើដំណើរទៅកាន់ទឹកធ្លាក់7ជាន់ឬក៏ទឹកធ្លាក់អូកៃដែលមានទីតាំងស្ថិតនៅក្នុងសហគមន៍ជីផាតដើម្បីធ្វើដំណើរទៅដល់ទឹកធ្លាក់7ជាន់ឬក៏ទឹកធ្លាក់អូកៃបងប្អូនទាំងអស់គ្នាអាចធ្វើដំណើរតាមផ្លូវល្បឿនលឿនបានដើម្បីឲ្យចំណេញពេលវេលាសម្រាប់សភាពផ្លូវចូលទៅកាន់កំពង់ចម្លងជីផាតក៏មានភាពងាយស្រួលផងដែរដោយសារតែខ្ញុំជិះឡានក្រុងទៅអញ្ចឹងនៅពេលដែលឆ្លងកំពង់ចម្លងរួចខ្ញុំក៏បន្តដំណើរជីកូយុនហើយនៅពេលដែលកំពុងជីកូយុននោះខ្ញុំក៏បានឃើញការរស់នៅរបស់ប្រជាពលរដ្ឋទេសភាពស្អាតៗនិងអូតូចៗជាច្រើននៅអមសងខាងផ្លូវមិនយូរប៉ុន្មានយើងក៏មកដល់កន្លែងញ៉ាំអាហារថ្ងៃត្រង់ដោយសារតែយើងមកមុនម៉ោងខ្ញុំក៏សម្រេចដើមមើលទេសភាពជុំវិញនឹងមានអីស្អាតរបស់គេដែរតាបន្ទាប់ពីបាយថ្ងៃរួចយើងក៏បន្តដំណើរជីកូយុនប្រហែលជាង10នាទីទៀតដើម្បីធ្វើដំណើរទៅកាន់ជើងភ្នំហើយនេះគឺជាច្រកបត់ចូលសម្រាប់ទៅកាន់ទឹកធ្លាក់អូកៃផងដែរដែលស្ថានភាពផ្លូវមានសភាពលំបាកគួរសមហើយចំពោះស្ថានភាពផ្លូវឡើងទៅគឺមានភាពពិបាកគួរសមដោយសារតែមានអូតូចៗដែលមានផុកនៅតាមដងផ្លូវ 3-4 អូផងដែរអូមកទេបងឡើងបងពុំមកហើបច្ចេកទេសសម្រាលសូននេះចូលមកតើផាប់យកមកតើហើយមិនយូរប៉ុន្មានយើងក៏បានធ្វើដំណើរមកដល់ទឹកធ្លាក់ដ៏ស្រស់ស្អាតមួយនេះហើយចំពោះស្ថានភាពទឹកនៅខេត្តនេះគឺរាក់ល្មមស្រួលលេងខ្លាំងមែនតើទឹកវិញពិតជាត្រជាក់ហើយនឹងថ្លាដូចកញ្ចក់ខ្លាំងមែនតើដែលធ្វើឲ្យមានអារម្មណ៍ថាលេងហើយចង់លេងទៀតលេងដោយមិនចេះចំណាយតែម្ដងទឹកត្រជាក់បែបនេះពេលប៉ះស្បែកហើយពិតជាស្រួលខ្លួនខ្លាំងមែនតើហើយរឿងស្ទះទាំងប៉ុន្មានក៏រសាត់បាត់ទៅដោយសារតែបានលេងទឹកត្រជាក់បែបនេះនឹងឯងហើយសម្រាប់ដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់អូកៃនៅក្នុងសហគមន៍ជីផាតដែលពោពេញទៅដោយអារម្មណ៍សប្បាយនិងភាពស្ងប់ស្ងាត់លេងទឹកត្រជាក់ក៏បានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូមួយនេះតាំងពីដើមដល់ចប់តោះត្រៀមខ្លួនរួចហើយឬនៅសម្រាប់ដំណើរកម្សាន្តបន្ទាប់